របៀបសេរីថាមើលនេះអញ្ចឹងវាថាមើលនេះវាមានកន្លែង lock សោបើកន្លែងលេខ6វាច្រាស់នេះលេខ6 5មានន័យថាវា lock សោអញ្ចឹងដល់10សោវាយើងអាចសេរីបាននេះចុចកន្លែងនេះចុច2 3ដងទៅវាបាត់ហើយដល់បាត់យើងអាចសេរីបានដំណាក់កាលដំបូងមួយបន្ទាប់មកទៀតយើងមើលចេញដំបូងគេនេះគឺមានន័យថាម៉ោងសកលរបស់យើងតើម៉ោងសកលយើងដើរត្រូវអត់ហើយនេះវាបង្ហាញថ្ងៃខែដែរថ្ងៃច័ន្ទថ្ងៃគៀថ្ងៃពុធរហូតដល់ថ្ងៃអាទិត្យអញ្ចឹងណាអញ្ចឹងរបៀបសេរីបើសិនជាឃើញម៉ោងសកលយើងខុសយើងសេរីឲ្យត្រូវមកហើយឧទាហរណ៍ថាឥឡូវនេះម៉ោង 8:13 អានេះម៉ោង 8:10 នាទីអញ្ចឹងខុសគ្នា3នាទីអញ្ចឹងយើងសេរីឲ្យត្រូវវិញអានេះ 8:14 ណាអញ្ចឹងរៀបឲ្យត្រូវវិញទី1 10សោចុចកន្លែងនេះ10សោជា2ដងទៅ10សោទី2ថ្ងៃនេះត្រូវហើយថ្ងៃច័ន្ទអញ្ចឹងសេរីមកថ្ងៃច័ន្ទម៉ោង 8ត្រូវហើយអានេះម៉ោងនេះអត់តោះនេះម៉ោងអានេះនាទីអញ្ចឹងមិនខុសគ្នា3នាទីអញ្ចឹងនេះ14នេះអញ្ចឹងសេរីវាមក14មកចុចមកនេះនាទីបតងនាទី14បាទ2វគ្គទី2គឺយើងកំណត់ម៉ោងភ្លើងបិទបើកភ្លើងហ្នឹងណាហ្នឹងហើយតោះឥឡូវជាប់សោយើង10សោថាទៀតចុច1 2 3ដងទៅវាបាត់នេះហើយតោះមកយើងចេញសពេនេះសពេ9នេះតង់នេះអានេះគឺនេះឃើញ1 on នេះ1 on អានេះកន្លែងនេះគឺជាកំណត់គេហៅថាចំនួនដងតើថាមើលនេះកំណត់បានប៉ុន្មានដងយើងមើលយើងតាក់ចុចណាសពេចុចដល់ទៅក្នុងម្ដងវាមានបើកហើយនឹងបិទណាភ្លើងបើកហើយនឹងបិទ12 13 14 15បាន15ដងអញ្ចឹងយើងកំណត់ភ្លើងបិទបើកបាន15ដងតោះឥឡូវកំណត់ម៉ោងជាក់ស្ដែងដែលយើងចង់បើកចុចអក្សរ P ថាទៀតចំនួនដងអញ្ចឹងយើងមើលទៅខាងលើអានេះគឺជាថ្ងៃច័ន្ទថ្ងៃគៀថ្ងៃពុធអញ្ចឹងយើងចង់ឲ្យវាភ្លឺថ្ងៃណាខ្លះយើងចុចmộtប៉ឹកមកនេះមើលថ្ងៃចុចដំបូងនេះគឺមានន័យថាពីថ្ងៃច័ន្ទដល់ថ្ងៃអាទិត្យណាអញ្ចឹងវាពេញថ្ងៃអញ្ចឹងយើងមិនបាច់ទៅសេរីថ្ងៃច័ន្ទថ្ងៃគៀទេតែបើយើងចង់ឆ្លាស់ថ្ងៃយើងចុចរមើលទៅចង់ឲ្យភ្លឺថ្ងៃច័ន្ទចង់ថ្ងៃគៀថ្ងៃពុធភ្លឺថ្ងៃសៅរ៍ថ្ងៃអាទិត្យអញ្ចឹងណាអានេះភ្លឺឆ្លាស់ថ្ងៃគ្នារើសទៅតែបើយើងអត់ចង់បានអញ្ចឹងទេចង់ឲ្យវាពេញថ្ងៃយើងចុចរហូតទៅឲ្យវាឃើញពេញថ្ងៃវិញនេះគេវាមកដល់ពេញថ្ងៃថ្ងៃច័ន្ទដល់ថ្ងៃអាទិត្យបាទបន្តមកទៀតនេះដូចយើងនិយាយដដែលអានេះគឺជាម៉ោងតើឲ្យភ្លឺម៉ោងប៉ុន្មានឲ្យម៉ោង5ហើយម៉ោង5អនណាមួយអានេះមានន័យអនមានន័យថាបើអាហ្នឹងម៉ោង5វាភ្លឺហើយអញ្ចឹងដើម្បីឲ្យវាបិទវិញនេះចុចអក្សរពេដដែលមកមួយពេមួយអោសមានន័យថាក្នុង step ទី1មិញហ្នឹងគឺឲ្យវាបិទអញ្ចឹងយើងសេរីថ្ងៃដដែលធ្វើដដែលមកនេះថ្ងៃពីថ្ងៃច័ន្ទដល់ថ្ងៃអាទិត្យហើយម៉ោងដែលត្រូវបិទវិញដូចជាម៉ោង 6 កន្លះអញ្ចឹងចុចវាម៉ោង 6 កន្លះវិញមកម៉ោង 6បាទហើយកន្លះអញ្ចឹងមានន័យថាយើងចុចដល់កន្លះមកនេះនាទីម៉ោង 6 កន្លះអូខេហើយបាត់ទេណាអញ្ចឹងដល់ល្ងាចយើងចុចសពេមួយទៀតចូលវគ្គចូលដងទី2បន្តមកទៀតទី2អញ្ចឹងម៉ោងល្ងាចអញ្ចឹងយើងចុចថ្ងៃដដែលពីថ្ងៃច័ន្ទដល់ថ្ងៃអាទិត្យដដែលម៉ោងកដាលម៉ោង5ហើយម៉ោង 5វាត្រូវម៉ោង 17បាទនាទីម៉ោង 5 ល្ងាចមិញដូចជាម៉ោង 6ហ្នឹងទៅម៉ោង 6 ម៉ោង 5 ម៉ោង 6 ភ្លឺ 6 ល្ងាចភ្លឺ18បាទហើយវាលុតទៅវិញពេល2 off អញ្ចឹងដដែលមកថ្ងៃច័ន្ទដល់ថ្ងៃអាទិត្យដដែលម៉ោង 6 7 8ម៉ោង 8 បិទអញ្ចឹងនាទីយើងអត់សេរីទេវានាទីនេះហើយបាទប៉ុណ្ណឹងហើយដើម្បីថយក្រោយវិញចុចកន្លែងរូបនាឡិកានេះអានេះម៉ោងសកលវិញធម្មតាណាមួយទៀតយើងមើលកន្លែងនេះដែលយើងកំណត់ដៃឬមួយកំណត់ម៉ោងកន្លែងនេះឃើញoff មានន័យថាវាអត់ភ្លឺទេពួកយើងបិទហើយភ្លឺវាអត់ភ្លឺទៅតាមម៉ោងដែលយើងកំណត់ទេណាហ្នឹងអត់ភ្លឺតាមម៉ោងយើងកំណត់ទេអញ្ចឹងដើម្បីឲ្យភ្លឺតាមកំណត់មកភ្លឺតាមដែលយើងកំណត់នេះចុចកន្លែងបតុងហមនេះចុចមកដល់កន្លែងអូតូនេះអូតូនេះមានន័យថាវាដើរទៅតាមអ្វីដែលយើងកំណត់ហើយយើងត្រូវកើតអូខេចុច on មកចុចក្រហមមួយទៀតមក on ឃើញវាចេញអំពូលហើយអញ្ចឹងមានន័យថា on នេះគឺវាភ្លឺរហូតវាអត់បិទបើទៅតាមអ្វីយើងកំណត់ទេអាហ្នឹងវាភ្លឺរហូតហ្នឹងហើយបើចង់បិទអំពូលវិញយើងចុចក្រហមដដែលមកវាមករកពី off មកអានេះបិទរហូតបាទហើយវិលមកជុំទៀតមកអូតូវិញនេះអូតូនេះដើរទៅតាមយើងកំណត់ហើយទុកចោលទៅវានឹងវាលុបសោខ្លួនឯង